កម្មវិធីស្អីគេទេសំណេរអង្គរហ៎គួរឲ្យខ្មាស់បុព្វបុរសណាស់ដែលទៅធ្វើនៅកន្លែងអង្គរសៀមរាបហ្នឹងឲ្យខាតអស់មួយថ្ងៃឬក៏ប្រហែលថ្ងៃកន្លែងហ្នឹងទេសចរដើរអត់បានគួរខ្មាស់អៀនទេដែលក្មេងខ្មែរត្រូវទៅរៀនសរសេរអញ្ចឹងវាជួយលើកមុខលើកមាត់អីឲ្យប្រទេសជាតិណាព្រោះរបស់ហ្នឹងគេបង្រៀនតាំងពីបឋមសិក្សាមកហើយវាមិនបានចាំបាច់ឲ្យហ៊ុនម៉ាណីដែលខ្លួនឯងសរសេរអក្សរអត់ត្រូវផងណាហើយយកលោកគ្រូហាក់សៀងហៃដែលគ្មានជាប់តាក់ទងអីនឹងរឿងកម្មវិធីសិក្សាអប់រំរបស់ប្រទេសផងគ្រាន់តែជាភិក្ខុមួយអង្គដែល stream online ពីពាក្យពេចន៍អីបន្តិចបន្តួចអត់មានបរិញ្ញាបត្រជាន់ខ្ពស់ខាងភាសានិងអក្សរផងយកតោកយកដោករខិរខាទៅខាតពេលវេលាមិនបន្ទោសលោកហងជួនរងទេពីព្រោះគាត់ដឹងហើយតែគាត់ស្លូតគាត់ធ្វើតាមតែគេទេ